បាទជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងអេមីនមុខជាប់ទៀតហើយឈ្មោះថាពុទ្ធ KH ហើយថ្ងៃនេះគឺជាសកម្មភាពបងប្អូនដែលមកជួយស្លោដែលគាត់ចុះមកចុះកម្មសិក្សាជាប់មកចុះកម្មសិក្សាមានន័យថាគាត់បានរៀនហើយគាត់មកចូលអនុវត្តផ្ទាល់តែម្ដងហើយនេះគឺជាសកម្មភាពនៅពេលដែលគាត់ចិត្តបន្លាយអីហើយគឺគាត់ចាប់ផ្ដើមស្លោហើយគេអ្នកខ្លះគឺដមខ្ទឹមអ្នកខ្លះគឺលីគ្រឿងដាក់ចូលហើយនេះជាការស្លោវាមាន3មុខមានការីឆាខ្ញីហើយនិងស្ងោរម្រះហើយឥឡូវនេះគឺគាត់កំពុងតែកូរគ្រឿងនេះគឺកូរគ្រឿងដើម្បីឡឆាខ្ញីមកឆាខ្ញីហើយសកម្មភាពមានអ្នកខ្លះទៅគាត់ត្រៀមនឹងហើយនេះគឺបងប្អូនឃើញនេះជាអាហារដែលយើងត្រូវធ្វើហ្នឹងហើយបងគាត់កំពុងជ្រួយច្របល់គ្នាច្របល់គឺច្របល់ចូលសាច់ម្រះថាស្នូលម្រះហ្នឹងគឺច្របល់ចូលគ្នានៅពេលច្របល់ចូលគ្នាអីហើយដាក់គ្រឿងក្រៅអីហើយត្រៀមនឹងឲ្យអ្នកដែលចាំញាត់គឺញាត់ចូលតែម្ដងនេះគឺខាងស្រីគាត់ញាត់ចូលហើយបន្ទាប់ពីញាត់ចូលហើយគឺគាត់យកមកដាក់ចូលនៅក្នុងស្ងោរស៊ុបម្រះនេះតែម្ដងបងហើយនេះជាសកម្មភាពពួកគាត់នៅពេលដែលគាត់ចិត្តបន្លាយចិត្តអីហើយច្រាំសាច់អីហើយគឺសកម្មភាពបន្ទាប់នឹងហើយគឺជាបន្ទាប់នឹងការស្លរបស់គាត់តែម្ដងបងប្អូនហើយចាំមើលការដាក់វត្ថុរបស់គាត់តើទៅជាយ៉ាងណាការដែលគាត់ស្លនេះរសជាតិដូចជាចុងភៅដែលគាត់ស្លលក់ប្រចាំថ្ងៃដែរឬក៏យ៉ាងណាបងប្អូនដោយសារតាថ្ងៃនេះគឺជាថ្ងៃដំបូងហើយដែលគាត់មកចូលរួមក្នុងការចុះបេសកកម្មមានន័យថាចុះកម្មសិក្សាអនុវត្តផ្ទាល់ក្នុងការស្លហើយស្លនេះពេលខ្លះវាខុសពីមេរៀនរបស់គាត់ការរៀនការរៀននោះគាត់មានមុខមហូបសឹងអញ្ចឹងទៅដល់ពេលអនុវត្តមុខមហូបផ្សេងអញ្ចឹងទៅដោយសារតែកន្លែងខ្ញុំនេះគឺมันតម្រូវត្រូវធ្វើតាមមេរៀនដែលគាត់រៀនទេពីព្រោះថាកន្លែងខ្ញុំគឺតម្រូវទៅធ្វើអ្វីដែលខ្ញុំលក់ប្រចាំថ្ងៃដូច្នេះហើយគឺការធ្វើនេះគឺធ្វើក្នុងការលក់ប្រចាំថ្ងៃទេហើយស្នាដៃរបស់ពួកគាត់នឹងលក់នៅទីផ្សារកន្លែងខ្ញុំតែម្ដងហើយប្រហែលឆ្នាំគឺដែលគាត់បានស្លនេះគឺយកឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងគាត់លក់តែម្ដងតើរសជាតិរបស់គាត់ឆ្ងាញ់ក៏ប៉ុណ្ណាមានតែបងប្អូនដែលជាអ្នកទិញមកហូបកន្លែងខ្ញុំហ្នឹងហើយដឹងថាតើស្នាដៃរបស់គាត់ហ្នឹងយ៉ាងណារសជាតិដូចអ្វីដែលចំភៅលោ